បាទទស្សនិកជនជាទីមេត្រីយើងក៏លេចទៅមើលប្រជាពលរដ្ឋនៅឯខេត្តកំពង់ធំឯនោះវិញយើងឃើញថានៅក្នុងក្រុងស្ទឹងសែនប្រជាពលរដ្ឋប្រមាណជា80%អាចនឹងមានអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់ចាប់ពីពាក់កណ្ដាលនៃខែឧសភាខាងមុខនេះក្នុងដំណើរចុះពិនិត្យរោងចក្រផលិតថាមពលអគ្គិសនីឯកឧត្តមគង់វិមានអភិបាលរងខេត្តកំពង់ធំនិងក្រុមការងារបានធ្វើការវិតម្លៃខ្ពស់ទៅលើបរិមាណនិងគុណភាពនៃសង្វាក់ផលិតថាមពលអគ្គិសនីមួយកន្លែងដែលមិនធ្លាប់មាននៅក្នុងចំណុចភូមិរូងឃុំត្រពាំងឫស្សីស្រុកកំពង់ស្វាយខេត្តកំពង់ធំលោកផាកណូផាក់នាយកក្រុមហ៊ុន Chemchibo Electric Power Korea បានឲ្យដឹងអំពីគោលបំណងនៃការបង្កើតរោងចក្រថាមពលអគ្គិសនីថាចឹងគោលបំណងទី1របស់គាត់គឺគាត់យល់ឃើញថាការនៅក្នុងស្រុកខ្មែរយើងនេះមានការដាច់ភ្លើងញឹកញាប់ហើយមានការខ្វះខាតភ្លើងច្រើនអញ្ចឹងគាត់ក៏មានគំនិតមួយបង្កើតជារោងចក្រអគ្គិសនីមួយនៅក្នុងក្រុងស្ទឹងសែនយើងនេះដើម្បីផ្គត់ផ្គង់ប្រជាពលរដ្ឋយើងឲ្យបានប្រើប្រាស់អគ្គិសនីដែលមានគុណភាពខ្ពស់មិនដាច់មិនមានការរអាក់រអួលបាទលោកបានបញ្ជាក់បន្តឲ្យដឹងថាការផលិតថាមពលអគ្គិសនីគឺមានកម្លាំង 1.5 មេហ្គាវ៉ាត់ស្មើនឹង 1500 គីឡូវ៉ាត់គឺមិនអាចឆ្លើយតបបាន 100% ទៅលើការប្រើប្រាស់របស់ប្រជាពលរដ្ឋកម្ពុជាក្នុងក្រុងស្ទឹងសែនបានទាំងស្រុងនោះឡើយហើយរោងចក្រនឹងចាប់ផ្ដើមធ្វើការសាកល្បងនៅពាក់កណ្ដាលខែឧសភាឆ្នាំ2014នេះក្នុងរយៈពេលដ៏ខ្លីខាងមុខនេះឯកឧត្តមគង់វិមានអភិបាលរងខេត្តកំពង់ធំបានបញ្ជាក់ថាក្នុងនាមថ្នាក់ដឹកនាំខេត្តលោកក៏បានថ្លែងអំណរគុណចំពោះក្រុមហ៊ុនកូរ៉េមួយនេះដែលជានិច្ចកាលបានយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋកម្ពុជាតាមរយៈការបង្កើតនៅរោងចក្រផលិតថាមពលអគ្គិសនីដោយមិនត្រឹមតែផ្គត់ផ្គង់លើផ្នែកអគ្គិសនីប្រើប្រាស់ប៉ុណ្ណោះទេថែមទាំងផ្ដល់នូវការងារនិងកម្រៃពលកម្មសមរម្យដល់បុគ្គលិកនិងកម្មករខ្មែរប្រមាណជា50ទៅ70នាក់ផងដែរបាទសូមបញ្ជាក់ផងដែរថាលោកនឹមចន្ទថានុប្រធានមន្ត្រីថាមពលរ៉ែខេត្តកំពង់ធំបានបញ្ជាក់ផងដែរថាបច្ចុប្បន្នគ្រាន់តែក្នុងក្រុងស្ទឹងសែនមានតម្រូវការអគ្គិសនីចំនួនទៅដល់2មេហ្គាវ៉ាត់ហើយបាននឹងទទួលថាមពលអគ្គិសនីតាមប្រព័ន្ធ DVC ពីវ៉ារីអគ្គិសនីអាតៃប៉ុន្តែតាមរយៈការផលិតថាមពលអគ្គិសនីដើរដោយជីម៉ាស់នេះគឺអាចបន្ថែមការផ្គត់ផ្គង់កាន់តែខ្លាំងបន្ថែមទៀត